ក្លឹប Mr. Lee គុណខ្មែរដែលសម្បូរទៅដោយកីឡាករល្បីៗមួយចំនួនដូចជាលីសុខាលីវ៉ុលសេណារួមទាំងលីរិទ្ធីនោះគឺប្រឈមមុខនឹងការបិទទ្វារដោយសារតែក្លឹបនេះគឺពឹងផ្អែកទៅលើបរទេសក៏ដូចជាអ្នកដែលគាត់មកវឹកហាត់ដើម្បីបានកម្រៃចិញ្ចឹមក្លឹបនិងចិញ្ចឹមកីឡាករប៉ុន្តែដោយសារតែរយៈនេះគឺមិនសូវមានបរទេសឬក៏មិនសូវមានភ្ញៀវមកហាត់អញ្ចឹងគឺប្រឈមមុខនឹងការបិទទ្វារហើយសូមជំនួយពីបងប្អូនទាំងអស់គ្នាបាទសូមជម្រាបសួរបងប្អូនដែលគាំទ្រ Channel YouTube របស់ខ្ញុំហើយបងប្អូនដែលគាំទ្រតាមរយៈ Page របស់ខ្ញុំ Sport Refresh រួមទាំង Page របស់ខ្ញុំ Channel បងប្អូនទាំងអស់គ្នានៅថ្ងៃទី4ខែតុលាឆ្នាំ2025នេះយើងឃើញថាការបង្ហោះរបស់ក្លឹប Mr. Lee គុណខ្មែរដោយសារតែខ្សត់ភ្ញៀវហើយមានការប្រកួតរបស់កីឡាករក្លឹបរបស់គាត់ហ្នឹងគឺមួយចំនួនហ្នឹងគឺត្រូវបានលុបចោលនេះគឺផ្អែកទៅលើការបង្ហោះរបស់ក្លឹបហ្នឹងណាបងប្អូនទាំងអស់គ្នាដែលចាំបានគឺអ្នកដែលល្បីៗនៅក្លឹប Mr. Lee បងប្អូនបានស្គាល់លីសុខាបាទគីឡូលំដាប់ត្រឹម54 57នេះគាត់ថាវាយខ្សែក្រវ៉ាត់ឡើងទៅដល់វគ្គដៃព្រាត់គាត់ថាមិនបានខ្សែក្រវ៉ាត់ប៉ុន្តែបើនិយាយពីផ្លែឬក៏កែងឬក៏ក្បាច់អីគេលីសុខាគឺនៅក្នុងក្លឹបនោះគឺគាត់ថាលំដាប់ជួរមុខហើយនៅពេលបច្ចុប្បន្នហើយតបមកទៀតមានលីវ៉ុលសេណាហើយលីធីគឺជាកីឡាករជើងចាស់តាំងពីក្លឹបកកាដំបងមកក្រោយមកទៀតមានបានលីឌីម៉ងមានលីខោមានបាទលីសៃហាមានកូលីអីផ្សេងទៀតហើយមួយរយៈនេះទៀតសោតបងប្អូននឹងស្ដាប់ហើយពេលដែលមានបញ្ហាសង្គ្រាមខ្មែរថៃនេះដែលធ្វើឲ្យថ្នាលគុណខ្មែរនៅខេត្តសៀមរាបនេះគឺក៏ត្រូវបានផ្អាកដែរហើយក៏មិនទាន់បានបន្តឡើងវិញកន្លងទៅយើងឃើញក្លឹប Mr. Lee ហ្នឹងក៏មានបញ្ចេញកីឡាករទៅវាយតាមថ្នាលតាមអីគុណខ្មែរអីហោហែដើម្បីឲ្យកីឡាករមានបទពិសោធន៍ហងហើយឲ្យមានគេហៅថាមានចំណូលតិចតួចដើម្បីសម្រាប់កីឡាករខ្លួនឯងហើយក៏រួមចំណែកក្នុងការជួយក្លឹបក៏ដូចជាធ្វើឲ្យកីឡាករខ្លួនឯងហ្នឹងល្បីល្បាញដែរប៉ុន្តែឥឡូវនេះគឺស្ថានភាពរៀងពិបាកបន្តិចចឹងខ្ញុំសូមទៅអានការបង្ហោះរបស់ក្លឹប Mr. Lee ដែលគាត់ទៅសេជាភាសាខ្មែរបងប្អូនបាទសួស្តីបងប្អូនទាំងអស់គ្នាយើងត្រូវការជំនួយរបស់អ្នកដោយដែលបងប្អូនបាទបានដឹងក្នុងអំឡុងខែកក្កដានិងសីហារាល់ការប្រកួតរបស់យើងត្រូវបានលុបចោលរយៈពេល6សប្តាហ៍បាទត្រូវបានលុបចោលចង់និយាយការប្រកួតរបស់កីឡាករហ្នឹងត្រូវបានលុបចោលក្នុងរយៈពេល6សប្តាហ៍ដោយគ្មានការរៀបចំដែលមានន័យថាយើងបានបាត់បង់បាទប្រាក់ច្រើននៅក្នុងអំឡុងពេលនោះខណៈដែលត្រូវមើលថែកីឡាកររបស់យើងបាទនេះគឺក្លឹបគាត់និយាយណានេះបានកើតឡើងនៅក្នុងរដូវទាបបំផុតនៅខេត្តសៀមរាបមានន័យថាយើងមិនអាចរកប្រាក់ចំណូលបានគ្រប់គ្រាន់ពីអតិថិជនដើម្បីទូទាត់សំណងនេះចឹងកីឡាករមិនសូវបានប្រកួតហើយស្របពេលដែលភ្ញៀវគឺស្ថិតនៅក្នុងដំណាក់កាលមួយដែលទៀបការបង្ខាត់មកគឺអត់សូវមានភ្ញៀវមកហាត់អញ្ចឹងគឺពិបាកក្នុងការទូទាត់សំណងក៏ដូចជាមើលថែទៅលើកីឡាករអីចឹងក្នុងន័យហ្នឹងបាទកាលពីឆ្នាំមុនខែកញ្ញាគឺជាខែដ៏ល្អបំផុតសម្រាប់អាជីវកម្មយើងហើយសង្ឃឹមថានឹងអាចរកលុយបានគ្រប់គ្រាន់ដើម្បីរហូតដល់ខែវិច្ឆិកាជាអកុសលមកដល់ពេលនេះភ្ញៀវទេសចរនិងអាជីវកម្មនៅខេត្តសៀមរាបនៅមានកម្រិតទាបនៅឡើយហើយស្ថិតនៅក្នុងចំណុចនេះយើងមិនអាចបន្តនឹងត្រូវការជំនួយរបស់អ្នកបាទអញ្ចឹងគឺដោយសារតែអាជីវកម្មនៅសៀមរាបក៏ដូចជាស្អីផ្សេងហ្នឹងគឺគាត់សំដៅទៅលើមានកម្រិតទាបជាពិសេសគឺភ្ញៀវមកវឹកហាត់នៅក្លឹបរបស់គាត់ហ្នឹងគឺមានកម្រិតទាបមែនទែនអញ្ចឹងដែលដល់ចំណុចនេះគឺក្លឹបមិនអាចបន្តទៅទៀតបានអញ្ចឹងបើសិនជាបងប្អូនចង់គាំទ្រគុណខ្មែរនិងចង់គាំទ្រក្លឹប Mr. Lee នៅខេត្តសៀមរាបសូមបងប្អូនបរិច្ចាគបាទជួយទៅដល់ក្លឹបតាមរយៈបាទ QR code នៅខាងក្រោមនេះដែលខ្ញុំដាក់តាមរយៈlink នៅក្នុង comment នេះអញ្ចឹងសង្ឃឹមថាបងប្អូនអាចជួយក្លឹបក៏ដូចជាជួយកីឡាករទាំងអស់នៅក្នុងក្លឹបដែរព្រោះថាក្លឹប Mr. Lee គាត់យូរហើយគាត់មិនដែលបានសុំជំនួយសុំអីទេព្រោះខ្ញុំទៅអាសាទៅហោហែដែរណាអញ្ចឹងតកតងទៅនឹងរឿងជំនួយនេះតាំងពីដើមមកគឺបងប្អូនមិនបាច់មកសួរខ្ញុំវេមកខ្ញុំអីទេគឺបងប្អូនចូលទៅក្នុង comment នេះគឺវេទៅ QR code របស់ក្លឹបតែម្ដងបាទអរគុណបងប្អូនអរគ្នាចំពោះការតាមដានវីដេអូនេះសង្ឃឹមថាបងប្អូនអាចមានលទ្ធភាពធនធានតិចតួចអាចជួយដល់ក្លឹប Mr. Lee គុណខ្មែរផងបាទជំរាបលា